បាទជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ install នៅ Docker ជាដំបូងខ្ញុំធ្វើការ install Docker បន្ទាប់ទៀតខ្ញុំធ្វើការ install នៅ Docker image sudo apt install docker.io បាទបន្ទាប់ពីយើង install Docker បានហើយខ្ញុំធ្វើការផ្ដល់នៅ permission ទៅឲ្យ Docker ឈ្មោះ user របស់ខ្ញុំដំបូងខ្ញុំធ្វើការឆែក user សិននេះ user របស់ខ្ញុំឈ្មោះកំឡេងតមកទៀតខ្ញុំធ្វើការផ្ដល់ user mode ឈ្មោះរបស់ខ្ញុំអញ្ចឹងនៅពេលដែលយើងប្រើប្រាស់នៅ Docker យើងអត់បាច់ប្រើនៅcommand sudo ពីមុខទេខ្ញុំ exit ដើម្បីផ្ដាច់ section វាការងារបន្តគឺខ្ញុំធ្វើការ install នៅ image Ubuntu 24.04 4.04បើយើងចង់ scroll យើងប្រើ list វិញដើម្បី scroll បានបន្តមកទៀតខ្ញុំធ្វើការ pull នៅ image វា
ប្រើនៅ command docker pool ubuntu ចុច 2 24.04 ធ្វើការ pull នៅ docker image layer តមកទៀតខ្ញុំធ្វើការ view នៅ image ហ្នឹងอยู่នៅ image docker នេះដែលមានទំហំ size 31.7 MB នេះគឺជាឈ្មោះរបស់ image របស់ខ្ញុំនេះគឺជា ID តមកបើយើងចង់ធ្វើការមើលនៅ information របស់ docker ហ្នឹងគឺយើងប្រើនៅ command docker image inspect ubuntu នេះគឺជា image នេះគឺជា information របស់វាបន្តមកទៀតខ្ញុំធ្វើការ run នៅ container នៅ command docker run it .d ឈ្មោះ container con តមកយើង install តមកយើងដាក់ឈ្មោះនេះ image របស់យើងនេះបាទនេះតមកយើងធ្វើការ run នៅ container នឹងបានហើយតមកទៀតយើងធ្វើការ show នៅ container នេះឈ្មោះ container បើយើងធ្វើការ stop container គឺយើងប្រើនៅ command docker pa.a នេះធ្វើការ stop បើយើងធ្វើការចង់លុបចឹងហើយយើងធ្វើការ stop វាសិនការងារទី1របស់ខ្ញុំគឺបានបញ្ចប់ហើយចំពោះការងារទី2គឺយើងធ្វើការ install នៅ Nginx image ម្ដងNginx ខ្ញុំធ្វើការ stop កុំឲ្យវាយូរបាទបន្ទាប់ពីយើង pull នៅ Nginx ហើយយើងធ្វើការ check នៅ view របស់ view image របស់ Nginx យើងប្រើ docker image ដដែលបាទនេះមានទំហំ size file ហ្នឹងគឺ66 MB បន្តមកទៀតយើងធ្វើការបង្កើតនៅ container ជាមួយនឹង port
របស់ Nginx ហ្នឹងយើងប្រើនៅ command docker run .d ឈ្មោះ container Nginx ហ្នឹងNginx.container .p ហ្នឹងមានន័យថា port អញ្ចឹងយើងដាក់ port របស់ Nginx ហ្នឹងគឺ80 ចុចនឹង80នេះគឺយើង run បានហើយតមកទៀតយើងធ្វើការសូនៅ Nginx container ហ្នឹងបាទនេះ image ឈ្មោះ image នេះ ID យើងសូនៅinformation របស់វាយើងប្រើនៅ docker inspect engine container នេះគឺជា information ទាំងអស់របស់ Nginx មួយទៀតយើងធ្វើការ stop នៅ container របស់ Nginx ហ្នឹងយើងសេនៅ docker stop Nginx ឈ្មោះ container បាទនេះយើងធ្វើការចង់ remove ចង់អីតើតែយើង stop វាសិន stop container របស់ Nginx ហ្នឹងសិនតើមកបានយើង remove បានយើងប្រើនៅ command docker rm ឈ្មោះរបស់ Nginx ហ្នឹងមកឈ្មោះ image នេះមកនេះប៉ុន្តែខ្ញុំអត់បាន remove ទេការងារទី2របស់ខ្ញុំបញ្ចប់ហើយអញ្ចឹងខ្ញុំធ្វើការ install នៅ Alpine image ដែលជាការងារទី3docker pool Alpine ខ្ញុំសេខុសសំទោសវាធ្វើការ download នៅ image layer ហ្នឹងហើយអញ្ចឹងគឺយើងបានហើយអញ្ចឹងយើងធ្វើការ check នៅយើង view នៅ image របស់ Alpine docker image ដែលមកបាននេះគឺយើងបានហើយនេះ Alpine នេះ ID នេះគឺជា content size នេះគឺជា size របស់វាមានចំនួន 3.93 MB អញ្ចឹងយើងធ្វើការ check នៅ information របស់វាគឺយើងប្រើនៅ docker image inspect យើងប្រើនៅ command ដដែលប៉ុន្តែក៏យើងដូរឈ្មោះ Alpine ឈ្មោះ image ហ្នឹងមកសំទោសបាទនេះគឺជា information បាទ Alpine ហ្នឹងតោះមកយើងបង្កើតនៅ container មួយដែលយើង start ទៅនៅ Alpine ដែលមានឈ្មោះថា Alpine container ឈ្មោះ container តមក image គឺ Alpine ឈ្មោះ image ហ្នឹង
បាទនេះតមកទៀតយើងសូនៅ container គឺ pi.a នេះតមកយើងចង់សូនៅ information របស់ Alpin របស់ container នៅក្នុង Alpin គឺយើងប្រើនៅ docker inspect Alpin ឈ្មោះ container ហ្នឹងimage នេះតមកខ្ញុំធ្វើការ stop នៅឈ្មោះ container stop នៅ container ច្រឡំខ្ញុំសុំកែឡើងវិញ docker stop បាទនេះគឺយើងបាន stop នៅ container ដែលស្ថិតនៅក្នុង Alpin image អញ្ចឹងការងារទាំង3នេះគឺបានបញ្ចប់ហើយអញ្ចឹងខ្ញុំអរគុណលោកគ្រូ